rồi ôi rồi xin quả năng để mà luôn ឃើញសំណាងសបាយអសបាយចិត្តខ្លាំងចឹងបងប្អូនអរគ្នាអត់ទាន់បានឃើញសកម្មភាពនៅពេលដែលយើងអត់ទាន់បានចែកណាឡើយខ្ញុំនាំមកមើលសកម្មភាពពេលមិនទាន់បានចែកបាទនេះឃើញមកអីបងប្អូនដោយសារតែបងប្រុសទីអាដាមគាត់បាននាំយកជាសម្ភារៈសិក្សាក៏ដូចជាតាបជាថវិកាអីយកមកចែកទៅដល់សិស្សានុសិស្សបាទហើយបងប្រុសធាអាដាមនោះគាត់បានមកជាលក្ខណៈគ្រួសារតែម្ដងមានម្ដាយបងស្រីលពូអ្នកមីងអញ្ចឹងទៅហើយគាត់បានបញ្ជាក់ទៀតប្រាប់ថាមិនមែនតែថវិកាសម្រាប់មកចែកនេះមិនមែនរបស់គ្រួសារគាត់ទេមានបងប្អូនបាទក្រុមការងារជាច្រើននិងសប្បុរសជនជាច្រើនទៀតដែលគាត់ចូលរួមជាមួយដែរណាបងប្អូនហើយអ្វីដែលសំខាន់ថ្ងៃនេះគឺពួកខ្ញុំបាននាំយកសម្ភារៈទាំងអស់ហ្នឹងមកចែកនៅសាលាបឋមសិក្សាកណ្ដុរអភិវឌ្ឍបាទគឺជាសាលាដែលនៅក្បែរសាលាខ្ញុំដែរទេបងប្អូនអរគ្នាដល់ពេលនាំមកទៅយកសំណាងមកចូលរួមដែរបងប្អូនហើយមកដល់គឺគេចែកទៅខាងសិស្សនៅក្នុងសាលាសិនអញ្ចឹងបងប្អូនដោយសារតែបងប្រុសអាដាមក៏គាត់ចង់លេងកំ pl ែងជាមួយសំណាងដែរថាជាមួយទៅអីក្រោយគេធ្វើមិនតែបងប្អូនដូចបានឃើញមិនអញ្ចឹងបាទមុខមាត់របស់គាត់គឺរៀងអន់ចិត្តទៅចង់យំតិចអីតិចបងប្អូនហើយបាទហើយចំពោះអំណោយដែលបងប្រុសធាអាដាមក្រុមគ្រួសារហើយនឹងជាមួយមិត្តភ័ក្តិក៏ដូចជាក្រុមការងាររបស់គាត់បានយកមកចែកសិស្សានុសិស្សហ្នឹងវាមានដូចជាសភៅមានប៊ិចនិយាយទៅសម្ភារៈសិក្សាមួយឈុតតែម្ដងបងប្អូនមានសភៅមានប៊ិចមានជាន់លុបមានបន្ទាត់មានតកតងទៅនឹង color ផាត់ពណ៌អញ្ចឹងបងប្អូនហើយនឹងកតាបម្នាក់មួយទៀតហើយកតាបគាត់បែងចែកទៅតាមថ្នាក់ទេបងប្អូនអរគ្នាហើយស្រីប្រុសទៀតថាស្រីប្រើពណ៌អីប្រុសពណ៌អីហើយថ្នាក់ទី1ដល់ទី3ហ្នឹងប្រភេទកតាបផ្សេងទី4ទី5ទី6ហ្នឹងកតាបផ្សេងទៀតបងប្អូនអរគ្នាហើយក្នុងនោះដែរបងប្រុសក៏បានបកគលជូនថវិកាចំនួន 10000 រៀលសម្រាប់សិស្សម្នាក់ហើយចំពោះលោកគ្រូអ្នកគ្រូក៏ទទួលបានដែរបងប្អូនអរគ្នាបាទនេះគឺទទួលបានកតាប1ហើយនឹងថវិកាចំនួន 40000 រៀលបាទបងប្អូនហើយសម្រាប់សិស្សបកាពីលេខ1ដល់លេខ3បាទគ្រប់កម្រិតគឺទទួលបានថវិកាបន្ថែមលើនឹង 10000 រៀលទៀតបាទហើយបន្ទាប់ពីយើងបានចែកជាអំណោយក៏ដូចសម្ភារៈសិក្សាទៅដល់សិស្សានុសិស្សហើយបាទក៏បានចូលថ្នាក់បន្តិចបន្តួចដើម្បីសំណេះសំណាលជាមួយបងប្អូនដែលជាសិស្សានុសិស្សនៅសាលាបឋមសិក្សាក្នុងអភិវឌ្ឍន៍នោះទៅហើយសំណាងនេះឥឡូវនេះឡើងទៅជាគណៈកបដេញគេនេះសប្បុរសជនគេដែរទាំងអង្គុយជាមួយបងប្រុសអាដាមបងប្អូនឥឡូវហ្នឹងគេល្បីគេមានមុខមានមាត់បងប្អូនអរគ្នាហើយទៅណាក៏មានមុខគេដែរបាទហើយនេះដែរគឺបងអូនស្រីដែលតំណាងសិស្សានុសិស្សនៅសាលាបឋមសិក្សាក្នុងអភិវឌ្ឍន៍ក៏ឡើងថ្លែងអំណរគុណហើយនេះគឺជាលោកនាយកគាត់ក៏បានថ្លែងអំណរគុណដល់បងប្រុសលាអាដាមក្រុមគ្រួសារនិងក៏ដូចជាក្រុមការងារនិងសប្បុរសជនផ្សេងទៀតដែលបានចូលរួមបាទហើយបន្ទាប់ពីពួកយើងបានចែកជាអំណោយទៅកាន់សិស្សានុសិស្សក៏ដូចជាសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្សហើយបាទបងប្រុសនិងអ៊ំស្រីគាត់ក៏បានលាពួកយើងត្រឡប់ទៅវិញហើយកម្មវិធីចែកក៏បញ្ចប់ដោយរលូនបាទបងប្អូនហើយជាចុងក្រោយខ្ញុំសូមជូនពរដល់បងប្រុសក៏ដូចជាសប្បុរសជនផ្សេងទាំងអស់ដែលចូលរួមសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានបាទអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការបាទជួយ like ជួយ share ក៏ដូចជាការចែកអំណោយមកដល់សិស្សានុសិស្សអរគុណច្រើនជំរាបលា